បាទជាបឋមខ្ញុំបាទសូមគោរពបងប្អូនទូទស្សនិកជនទាំងអស់ដែលកំពុងតាមដានស្ដាប់នៅកម្មវិធីនេះខ្ញុំបាទវិជ្ជបណ្ឌិតសូសុធីជាប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តសៀមរាបដោយសារបច្ចុប្បន្ននេះជំងឺ Covid-19 បានចាប់ផ្ដើមផ្ទុះឡើងវិញជាបណ្ដើរយើងឃើញថាចំនួនករណីនៃការកើនឡើងនៃ Covid នេះនៅក្នុងប្រទេសយើងក៏ដូចជាប្រទេសជិតខាងយើងមានការកើនឡើងអញ្ចឹងដើម្បីការពារសុខភាពបងប្អូនប្រជាជនយើងទល់នឹងការកើនឡើងនៃជំងឺ Covid-19 នេះសូមអំពាវនាវឲ្យបងប្អូនយើងទាំងអស់គ្នាណាចាប់ពីអាយុ12ឆ្នាំឡើងគឺមកចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ថ្មីនេះឲ្យបានគ្រប់គ្នាបាទសូមជម្រាបថាការចាក់វ៉ាក់សាំងជំងឺ Covid-19 របស់យើងនេះគឺមាននៅតាមមណ្ឌលសុខភាពទាំងអស់និងមន្ទីរពេទ្យទាំងអស់នៅក្នុងខេត្តសៀមរាបរបស់យើងបងប្អូនអាចទៅចាក់នៅតាមកន្លែងណាដែលនៅក្បែរនឹងបងប្អូនបាទមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលស្ថិតនៅជិតនឹងបងប្អូនជាងគេបាទ